ដោយអាណ័យបរិយាយថាព្រះមានព្រះភិក្ខនោះព្រះអង្គឆ្ងាយចាកសេចក្តីសៅមងព្រះអង្គត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គបរិបូរណ៍ដោយវិជ្ជានិងចរណៈគឺសេចក្តីចេះដឹងនិងក្រិតដែលបុគ្គលក៏បីប្រព្រឹត្តព្រះអង្គមានព្រះដំណើរល្អស្ដេចទៅកាន់ព្រះនិព្វានព្រះអង្គជ្រាបច្បាស់នៅត្រៃលោកព្រះអង្គប្រសើរដោយសីលាធិគុណរកបុគ្គលណាមួយស្មើគ្មានព្រះអង្គជាអ្នកទូមាននៅបរោះដែលគួរទូមានបានព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទាំងឡាយព្រះអង្គត្រាស់ដឹងនៅអរិយសច្ចធម៌ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀតដូច្នេះមនាសនខតៈអ្នកឯងបានពោលសរសើរគុណរបស់តថាគតក្នុងវជក្រាមដោយអនេកបរិយាយដូច្នេះឯងមនាសនខតៈអ្នកបានពោលសរសើរគុណនៃព្រះធម៌ក្នុងវជក្រាមដោយអនេកបរិយាយថាព្រះបរិយត្តិធម៌ដែលព្រះមានព្រះភិក្ខទ្រង់ត្រាស់សម្ដែងហើយដោយល្អព្រះនវៈលោកកតរធម៌ជាធម៌ដែលព្រះអរិយបុគ្គលក៏បីឃើញច្បាស់ដោយខ្លួនឯងជាធម៌ឲ្យនៅផលមិនរងចាំកាលជាធម៌គួរដល់អេហេបសវិធីជាធម៌ដែលព្រះអរិយបុគ្គលក៏បីបង្អោនចូលមកຕົកក្នុងខ្លួនជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយក៏បីដឹងច្បាស់ដោយខ្លួនឯងមនាសុនខតៈអ្នកបានពោលសរសើរគុណនៃព្រះធម៌ក្នុងវជក្រាមដោយអនេកបរិយាយដូច្នេះឯងមនាសុនខតៈអ្នកបានពោលសរសើរគុណនៃព្រះសង្ឃក្នុងវជក្រាមដោយអនេកបរិយាយថាពួកសាវករបស់ព្រះមានព្រះភិក្ខលោកប្រតិបត្តិដោយប្រពៃពួកសាវករបស់ព្រះមានព្រះភិក្ខលោកប្រណិប័តដោយត្រង់ពួកសាវករបស់ព្រះមានព្រះភិក្ខលោកប្រណិប័តដើម្បីព្រះនិព្វានពួកសាវករបស់ព្រះមានព្រះភិក្ខលោកប្រណិប័តដោយសមគួរពួកសាវកទាំងនេះបើរាប់ជាគូបាន4គូបើរាប់រៀងគ្នាជាបរោះបុគ្គលបាន8ពួកសាវករបស់ព្រះមានព្រះភិក្ខនេះលោកគួរទទួលនៅចតុបច្ច័យដែលគេនាំមកអំពីចម្ងាយហើយបូជាលោកគួរទទួលនៅអាគន្តុកទានលោកគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាលោកគួរដល់អញ្ជលីកម្មលោកជាពុញ្ញខេត្តនៃសត្វលោករកខេត្តដតីក្រៃលែងជាងគ្មានមនាសុនខតៈអ្នកបានពោលសរសើរគុណព្រះសង្ឃក្នុងវជក្រាមដោយអនេកបរិយាយដូចនេះឯងមនាសុនខតៈតថាគតនឹងប្រាប់ដល់អ្នកឯងមនាសុនខតៈតថាគតនឹងបញ្យល់ឲ្យអ្នកដឹងមនាសុនខតៈមុខជានឹងមានអ្នកផងស្ដីឲ្យអ្នកថាសុនខតៈលិច្ឆវីបុត្រមិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសំណាក់នៃព្រះសមណគោតមបានឡើយលុះដល់គាត់មិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ក៏ពោលាសិក្ខាហើយនឹងត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញមនាសុនខតៈខ្លួនអ្នកមុខជានឹងមានអ្នកផងស្ដីឲ្យយ៉ាងដូចនេះមិនខានមនាភគវៈសុនខតៈលេចវេបុត្រលុះដល់តថាគតស្ដីថាឲ្យយ៉ាងនេះក៏គេចចេញចាកធម្មវិន័យនេះបាត់ទៅដោយសត្វដែលទៅកើតក្នុងអបាយឬទៅកើតក្នុងនរកមនាភគវៈសម័យមួយតថាគតទៅក្នុងឧត្តរកានិគមរបស់ពួកជនធុលុក្នុងធុលុជនបទឯណោះមនាភគវៈក្នុងបបញ្ហសម័យតថាគតស្លៀកស្បង់ប្រដាប់បាតនិងចីវរមានសុនខតៈលេចវេបុត្រជាបច្ឆាសាមណៈដើរចូលទៅបិណ្ឌបាតក្នុងឧត្តរកាលនិគមក៏សម័យនោះឯងមានអាចារ្យម្នាក់ជាកោរខត្តយៈសមាទានគុរវត្តគឺប្រព្រឹត្តដោយសនៈដាវាជើង4យកមាត់ត្របាក់ស៊ីយកមាត់ស៊ីនៅផាសាហាដែលគេចាក់ចោលលើផែនដីមនាភគវៈឯសុនខតៈលេចវីបុត្របានឃើញអាចារ្យកោរ
ខត្តយៈសមាទានគុរវត្តដាវាជើង4កំពុងយកមាត់ត្របាក់សេយកមាត់ស៊ីនៅផាសាហាដែលគេចាក់ចោលលើផែនដីលុះសុនខតលេឆវីបុត្រនោះបានឃើញហើយក៏មានសក្តីត្រិះរិះដូចថាណូសាមណៈជាព្រះអរហន្តល្អពេកណាស់ដើរវាជើង4យកមាត់ត្របាក់ស៊ីយកមាត់ស៊ីនៅផាសាហាដែលគេចាក់ចោលលើផែនដីមនាភគវៈលំដាប់នោះឯងតថាគតបានដឹងច្បាស់នៅសក្តីត្រិះរិះក្នុងចិត្តនៃសុនខតលេឆវីបុត្រដោយចិត្តរបស់តថាគតហើយបាននិយាយនឹងសុនខតលេឆវីបុត្រយ៉ាងនេះថាមនាមោខៈបុរសអ្នកមិនសមបើបដញ្ញា ខ្លួនថាជាសក្យបុត្រសោះឡើយសុនខតលេឆវីបុត្រនិយាយថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះហេតុដូចម្ដេចបានជាព្រះមានព្រះភិក្ខទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថាមនាមោខៈបុរសអ្នកមិនសមបើនឹងបដញ្ញា ខ្លួនថាជាសក្យបុត្រសោះឡើយតថាគតក៏និយាយត្រឡប់ទៅវិញថាមនាសុនខតចូលអ្នកបានឃើញអាចារ្យកោរៈខត្តយៈនេះសមាទានគុរវត្តដាវាជើង4យកមាត់ត្របាក់ស៊ីយកមាត់ស៊ីនៅផាសាហាដែលគេចាក់ចោលលើផែនដីលុះអ្នកឃើញហើយក៏មានសក្តីត្រិះរិះដូចថាណូសាមណៈជាព្រះអរហន្តល្អពេកណាស់ដាវាជើង4យកមាត់ត្របាក់ស៊ីយកមាត់ស៊ីនៅផាសាហាដែលគេចាក់ចោលលើផែនដីដូច្នេះមែនឬទេសុនខតលេឆវីបុត្រទូលតបថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលបើហេតុយ៉ាងនេះមានហើយហេតុអ្វីក៏ព្រះមានព្រះភិក្ខកំណាញ់ព្រះអរហន្តម្លេះតថាគតនិយាយតបថាមនាមោខៈបុរសតថាគតមិនមែនកំណាញ់ព្រះអរហន្តទេតែថាតថៈអាក្រក់យ៉ាងនេះកើតឡើងដល់អ្នកហើយចូលអ្នកលះបង់តថៈអាក្រក់នោះចេញតថៈអាក្រក់ដែលប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ជាទុកអស់កាលដ៏យូរកុំបីមានដល់អ្នកឡើយមនាសុនខតអ្នកសម្គាល់នៅអាចារ្យលកោរខត្តយៈណាថាជាព្រះអរហន្តជាសាមណៈល្អដូច្នេះអាចារ្យនោះនឹងធ្វើមរណកាលដោយអលសកៈព្យាធិក្នុងថ្ងៃទី7ពំខានលុះដល់គាត់ធ្វើមរណកាលទៅហើយនឹងទៅកើតក្នុងពួកអសុរៈឈ្មោះកាលកញ្ចិកៈជាអសូរកាយថោកទាបជាងគេទាំងអស់ចំណែកខាងជនទាំងឡាយនឹងនាំយកអាចារ្យដែលធ្វើមរណកាលហើយនោះទៅចោលក្នុងព្រៃស្មោសានដែលមានដើមស្បូវរណ្ដាស់មនាសុនខតបើអ្នកចង់ដឹងសូមបីចូលទៅរកអាចារ្យលកោរខត្តយៈហើយសួរថាណែអវុសោកោរខត្តយៈអ្នកដឹងកតិរបស់ខ្លួនដែលឬទេមនាសុនខតហេតុនេះមានជាប្រកាសគឺអាចារ្យលកោរខត្តយៈមុខជានឹងប្រាប់អ្នកថាណែអវុសោសុនខតខ្ញុំដឹងកតិរបស់ខ្ញុំថាខ្ញុំឯងលុះធ្វើមរណកាលទៅនឹងទៅកើតក្នុងពួកអសុរៈឈ្មោះកាលកញ្ចិកៈជាអសុរកាយថោកទាបជាងគេទាំងអស់មនាភគវៈសម័យនោះឯងសុនខតលេឆវីបុត្របានចូលទៅរកអាចារ្យលកោរខត្តយៈលុះចូលទៅដល់ហើយក៏បាននិយាយនឹងអាចារ្យលកោរខត្តយៈយ៉ាងនេះថាមនាលអវុសោកោរខត្តយៈព្រះសមណគោតមទ្រង់បានព្យាករឲ្យអ្នកថាអាចារ្យលកោរខត្តយៈនឹងធ្វើមរណកាលដោយអលសកៈព្យាធិក្នុងថ្ងៃទី7លុះដល់ធ្វើមរណកាលទៅហើយនឹងទៅកើតក្នុងពួកអសុរៈឈ្មោះកាលកញ្ចិកៈជាអសុរកាយថោកទាបជាងគេទាំងអស់ជនទាំងឡាយនឹងនាំយកអាចារ្យដែលធ្វើមរណកាលហើយនោះទៅចោលឯព្រៃស្មោសានដែលមានដើមស្បូវរណ្ដាស់មនាលអវុសោកោរខត្តយៈព្រោះហេតុនោះគួរអ្នកបរិភោគផត្តាហា
ឲ្យល្មមគួរផឹកទឹកឲ្យល្មមពាក្យរបស់ព្រះសមណគោតមត្រឡប់ទៅជាពាក្យខុសវិញយ៉ាងណាអ្នកក៏បីធ្វើយ៉ាងនោះមនាភគវៈគ្រានោះឯងសុនខតលេឆវិបុត្រមិនជឿពាក្យតថាគតហើយក៏រាប់តាំងអំពីមួយថ្ងៃពីរថ្ងៃរហូតដល់7យប់7ថ្ងៃមនាភគវៈលំដាប់នោះឯងអាចារ្យកោរខត្តយៈក៏បានធ្វើមរណកាលដោយអលៈសកព្យាធិក្នុងថ្ងៃទី7នោះមែនលុះធ្វើមរណកាលហើយក៏ទៅកើតក្នុងពួកអសុរៈឈ្មោះកាលៈកញ្ចិកៈជាអសុរកាយថោកទាបជាងគេទាំងអស់ពួកមហាជនក៏នាំគ្នាយកអាចារ្យដែលធ្វើមរណកាលហើយនោះទៅចោលក្នុងព្រៃស្មោសានដែលមានដើមស្បូវរណ្ដាស់មនាភគវៈសុនខតលេឆវិបុត្របានលើដំណឹងថាអាចារ្យលកោរខត្តយៈបានធ្វើមរណកាលដោយអលៈសកព្យាធិពួកមនុស្សបាននាំយកទៅចោលឯព្រៃស្មោសានដែលមានដើមស្បូវរណ្ដាស់មនាភគវៈលំដាប់នោះឯងសុនខតលេឆវិបុត្រក៏ដើរចូលទៅរកអាចារ្យលកោរខត្តយៈក្នុងព្រៃស្មោសានដែលមានដើមស្បូវរណ្ដាស់លុះចូលទៅដល់ហើយក៏យកដៃទះសាកសពអាចារ្យលកោរខត្តយៈ3ដងសួរថាមនាលអវុសោកោរខត្តយៈអ្នកដឹងកតិរបស់ខ្លួនឬទេមនាភគវៈសម័យនោះឯងសាកសពអាចារ្យលកោរខត្តយៈយកដៃបោះខ្នងក្រោកឡើងប្រាប់ថាមនាលអវុសោសនខតៈខ្ញុំដឹងកតិរបស់ខ្ញុំថាខ្ញុំបានមកកើតក្នុងពួកអសុរៈឈ្មោះកាលៈកញ្ចិកៈហើយជាអសុរកាយថោកទាបជាងគេទាំងអស់ដូច្នេះរួចហើយក៏ដួលដេកផ្ងាស្រទៀងក្នុងទីនោះទៅវិញមនាភគវៈគ្រានោះឯងសុនខតលេឆវិបុត្រក៏ចូលមករកតថាគតលុះចូលមកដល់ហើយក៏ថ្វាយបង្គំតថាគតរួចអង្គុយក្នុងទីដ៏សមគួរមនាភគវៈលុះសុនខតលេឆវិបុត្រអង្គុយក្នុងទីដ៏សមគួរហើយតថាគតក៏សួរយ៉ាងនេះថាមនាសុនខតៈអ្នកសម្គាល់សក្តីនោះថាដូចម្ដេចតថាគតបានប្រារព្ធព្យាករនៅអាចារ្យលកោរខត្តយៈប្រាប់អ្នកយ៉ាងណាមិញវិបាកនោះក៏ពិតដូច្នោះមែនមិនបានទៅជាខុសវិញទេឬសុនខតលេឆវិបុត្រក៏ទូលតបមកវិញថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះមានព្រះភិក្ខទ្រង់ប្រារព្ធព្យាករនៅអាចារ្យលកោរខត្តយៈប្រាប់ខ្ញុំព្រះអង្គយ៉ាងណាវិបាកនោះក៏ពិតដូច្នោះមែនមិនមែនផ្សេងទេតថាគតសួរថាមនាសុនខតៈអ្នកសម្គាល់សក្តីនោះថាដូចម្ដេចបើហេតុយ៉ាងនេះមានហើយតើតថាគតឈ្មោះថាបានធ្វើអធិបដិហារយៈជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្សហើយឬមិនមែនបានធ្វើទេសុនខតលេឆវិបុត្រទូលតបថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលបើហេតុយ៉ាងនេះមានហើយឈ្មោះថាព្រះអង្គបានធ្វើអធិបដិហារយៈជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្សពិតមែនហើយមិនមែនថាព្រះអង្គមិនធ្វើទេតថាគតនិយាយតបថាមនាមោខបរោះកាលបើដូច្នោះមែនចុះដូចម្ដេចក៏អ្នកនិយាយនឹងតថាគតដែលជាអ្នកធ្វើអធិបដិហារយៈជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្សយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះមានព្រះភិក្ខពិតជាមិនធ្វើអធិបដិហារយៈជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្សដល់ខ្ញុំព្រះអង្គទេមនាមោខបរោះអ្នកចូលមើលចុះអំពើនេះជាកំហុសរបស់អ្នកមនាភគវៈឯសុនខតលេឆវិបុត្រកាលតថាគតស្ដីឲ្យយ៉ាងនេះក៏កិច្ចចេញចាក់ធម្មវិន័យនេះបាត់ទៅដូចជាសត្វដែលទៅកើតក្នុងអបាយឬទៅកើតក្នុងនរកមនាភគវៈសម័យមួយតថាគតស្ថិតនៅក្នុងគោដាគាសាលាក្នុងព្រៃមហាវ័នចិត្តក្រុងវេសាលីសម័យនោះឯងមានអាចារ្យម្នាក់ឈ្មោះ
កលារមជ្ឈកៈនៅអាស្រ័យក្នុងក្រុងវេសាលីជាអ្នកបានលៀបនឹងយោះដល់ប្រសើរក្នុងវគ្គជាក្រៀមចំណែកវត្តទាំង7អាចារ្យនោះក៏បានសមាទានសពគ្រប់ថាអាត្មាអញគួរជាអ្នកអាក្រាតមិនត្រូវស្លៀកដណ្ដប់សម្ពត់ដរាបដល់អស់ជីវិតមួយអាត្មាអញគួរប្រព្រឹត្តធម៌ដល់ប្រសើរមិនត្រូវសែបមេធនធម៌ដរាបដល់អស់ជីវិតមួយអាត្មាអញគួរចិញ្ចឹមជីវិតដោយសូរានិងសាច់តែម្យ៉ាងមិនត្រូវបរិភោគបាយនិងនំដរាបដល់អស់ជីវិតមួយអាត្មាអញមិនត្រូវបោះចោលនៅឧទេនចេតិយខាងកើតក្រុងវេសាលីមួយអាត្មាអញមិនត្រូវបោះបង់ចោលនៅកោតមៈកចេតិយខាងត្បូងក្រុងវេសាលីមួយអាត្មាអញមិនត្រូវបោះបង់ចោលនៅសត្តាមបច្ចេតិយខាងលិចក្រុងវេសាលីមួយអាត្មាអញមិនត្រូវបោះបង់ចោលនៅពហុពតកចេតិយខាងជើងក្រុងវេសាលីមួយ